គួយចុះបាទជំរាបប្រកាសបន្តកិច្ចដំណើរការនៃនីតិវិធីសកម្មភាពនិងសូមដល់វេទិកាជូនទៅក្រុមមេធាវីការពីក្តីលោកខៀវសំផនដើម្បីបន្តការតាំងសម្ពោធដេញដោលចំពោះអ្នកជំនាញសូមអញ្ជើញមេធាវី Actor Vacant សូមអរគុណលោកប្រធានលោក David Chandler ខ្ញុំចង់ត្រឡប់មកចំណុចដែលយើងនិយាយមុនពេលជប់សម្រាកវិញគេឲ្យលោករៀបរាប់អំពីយោបល់ដែលខ្ញុំគិតថាមានភាពចម្រូងចម្រាសគ្នាគឺមួយខាងលោកបានលើកឡើងថាឋានៈជាសមាជិកបកគឺជាបញ្ហាសម្ងាត់ហើយលោកក៏មិនបានបញ្ជាក់ច្បាស់លាស់អំពីការបរិច្ឆេទហើយទន្ទឹមគ្នានោះដែរលោកក៏បានលោកឡើងថាទោះបីជាមានការសម្ងាត់នេះក៏ដោយគឺលោកបានរៀបរាប់អំពីលោកខៀវសំផនមុនឆ្នាំ67ថាជាអ្នកដែលធ្វើការឲ្យបករួចទៅហើយទោះបីជាថាមានការសម្ងាត់ពាក់ព័ន្ធទៅនឹងសមាជិកភាពនេះក៏ដោយដូច្នេះខ្ញុំគិតថាដូចជាមានភាពផ្ទុយគ្នាហើយខ្ញុំចង់ដឹងថាតើលោកបានប្រភពមកពីណាដើម្បីយកមកធ្វើការរៀបរាប់បែបនេះនោះចម្លើយសូមអរគុណខ្ញុំសង្ឃឹមថាមិនមានការផ្ទុយគ្នានោះទេផុសតាំងដែលថាផុសតាំងថាសមាជិកសម្ងាត់មិនមានទេប៉ុន្តែការសន្មតរបស់ខ្ញុំធ្វើឲ្យយល់ថាគាត់ជាសមាជិកនៅពេលនោះគឺថាចេញមកពីអ្វីជីវិតរបស់គាត់ក៏ដែលថាគាត់មានភាពស្មោះត្រង់ជាដើមតាមពិតខ្ញុំអាចបញ្ជាក់ថាចំហរបស់ខ្ញុំវាអាចថាគាត់ស្ថិតនៅក្នុងអត្ថប្រយោជន៍របស់បកគឺថាក្នុងមិនទាន់ដាក់បញ្ចូលជាក្នុងភ្លាមទេក៏គ្រាន់កាត់ទុកថាឲ្យគាត់ដើរតួជួមុខដើម្បីតេតនគោលនយោបាយនេះវាឆ្លោះបញ្ចាំងអំពីអង្គហេតុគឺថាគេមិនដាក់ចូលទៅក្នុងគណៈមជ្ឈិមរហូតដល់ឆ្នាំ1971អញ្ចឹងគាត់ថាគាត់คล้ายទៅជាអ្នកបម្រើបកនោះតាំងពីឆ្នាំ1900មុនឆ្នាំ71នោះមកម្លេះប៉ុន្តែខ្ញុំយល់ថាដូចជាអ្នកផ្សេងទៀតដែលមកពីបារាំងដែរដែលចូលបកកុម្មុយនីសបារាំងនឹងហើយបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធនៅក្នុងសាលានៅក្នុងភ្នំពេញថាហើយពេលខ្លះគឺគាត់ធ្វើការថាម្នាក់ឯងដែលថាដែលលាក់កំបាំងពីអត្ថិភាពរបស់បកកុម្មុយនីសកម្ពុជាអំពីវិធីដែលគាត់ធ្វើការងារនឹងហើយពេលខ្លះហើយមានការប្រជុំសម្ងាត់ក៏មិនមានផុសតាំងថានៅក្នុងឆ្នាំ1960នោះគឺថាមានការប្រជុំបកហើយគាត់គេមើលឃើញថាក្រុមការងាររបស់គាត់ដែលមកពីបារាំងក្រោយមកក៏ចូលជាសមាជិកបកកុម្មុយនីសកម្ពុជាទាំងអស់ហើយមិនមានអ្វីដែលធ្វើឲ្យខ្ញុំមិនច្បាស់អំពីរឿងនេះទេប៉ុន្តែព័ត៌មានដែលប្រឹងហើយខ្ញុំអាចនឹងឆ្លើយបែបនេះគឺថាគាត់ជាអ្នកធ្វើការរួមជាមួយអ្នកផ្សេងទៀតបង្រៀននៅក្នុងសាលាដដែលជាដើមអីហ្នឹងមេធាវីខ្ញុំគិតថាយើងអាចជជែកគ្នាដោយគ្មានទីបញ្ចប់ទេបាទចំពោះចំណុចនោះព្រោះថាយើងគិតថាយើងប្រហែលជាយើងអាចស្មានដូច្នេះបើសិនជាខ្ញុំចេះតែបន្តទៅទៀតទៅលើចំណុចនោះគឺថាមិនងាយនឹងចប់ទេដូច្នេះខ្ញុំសូមចូលទៅចំណុចមួយទៀតដែលថាមិនឃ្លាតឆ្ងាយពីចំណុចមុនប្រហែលទេគឺពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរបស់គណៈមជ្ឈិមនៅក្នុងសវនកម្មនេះលោកបានឆ្លើយថាបើតាមលោកនោះគឺ
សេចក្តីសម្រេចក្នុងការជំនះប្រជាជនចេញពីភ្នំពេញនោះគឺត្រូវបានធ្វើឡើងដោយគណៈមជ្ឈិមដែលបានប្រជុំនៅខែកុម្ភៈឆ្នាំ70សំទោសខែមេសាឆ្នាំ75គឺលោកបាននិយាយនៅថ្ងៃទី19ខែកក្កដាឆ្នាំ2012គឺថាសាធារណជនដឹងច្បាស់ណាស់ថាយើងរកឃើញបាននៅក្នុងប្រភពជាច្រើនដែលបញ្ជាក់ពីការសម្រេចជំនះប្រជាជននេះដូច្នេះសំណួរខ្ញុំគឺថាតើមានធាតុផ្សំរូបិយអ្វីខ្លះដែលអាចឲ្យលោកបញ្ជាក់បានថាសេចក្តីសម្រេចជំនះប្រជាជននោះគឺត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈមជ្ឈិមនោះចម្លើយផ្អែកតាមសក្ខីកម្មដែលលោកបានលើកឡើងនឹងគឺថាដោយផ្អែកលើបតិចរិតខ្ញុំបានស្ដាប់ឮហើយខ្ញុំផ្អែកការសន្តាននឹងគឺថាការប្រជុំនៅខែកុម្ភៈស្ដីដែលថាការបោះពុម្ពផ្សាយដោយ Ben Cannon គាត់បានសម្ភាសជាមួយមនុស្សមួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែលបានចូលរួមក្នុងប្រជុំធំបន្ទាប់ពីការប្រជុំគណៈមជ្ឈិមនេះមកហើយ Ben Cannon មិនបានសម្ភាសជាមួយអ្នកដែលចូលរួមក្នុងកិច្ចប្រជុំគណៈមជ្ឈិមនោះទេ That's what I remember. I may be wrong. នេះជាការចងចាំរបស់ខ្ញុំអាចខុសមេធាវីខ្ញុំសូមទោសខ្ញុំកំពុងតែចាំព្រោះខ្ញុំគិតថាការបកប្រែជាភាសាបារាំងនេះដូចជាមិនសូវច្បាស់សោះខ្ញុំមិនសូវយល់អំពីអ្វីដែលលោកបានលើកឡើងអំបញ្ញមិញនេះពាក់ព័ន្ធទៅនឹងកិច្ចប្រជុំតើលោកអាចនិយាយម្ដងទៀតបានទេពាក់ព័ន្ធទៅនឹងកិច្ចប្រជុំទលាយនេះពីព្រោះអំបញ្ញមិញនេះលោកនិយាយអំពីគណៈមជ្ឈិមឬក៏ស្អីផ្សេងទៀតខ្ញុំដូចជាមិនសូវយល់ទេសូមឲ្យលោកបញ្ជាក់ម្ដងទៀតឆ្លើយនេះជាវិធីដែលគេប្រជុំដែលគេធ្វើការប្រកាសសេចក្តីសម្រេចគឺមិនមែនជាការប្រជុំធ្វើសេចក្តីសម្រេចទេតាមដែលខ្ញុំបញ្ជាក់នោះខ្ញុំមិនបានដឹងពីលក្ខណៈពិសេសនៃកិច្ចប្រជុំនោះដោយខ្លួនឯងនោះទេសំណួរតើលោកដឹងទេថាអ្នកនិពន្ធផ្សេងទៀតឧទាហរណ៍ដូចជាលោក Philip Short គាត់មិនបានបញ្ចេញមតិដូចគ្នាទេពាក់ព័ន្ធទៅនឹងការបរិច្ឆេទនៃការធ្វើសេចក្តីសម្រេចជំនះប្រជាជនចេញពីទីក្រុងភ្នំពេញនេះសាភិញ្ញាខ្ញុំសូមជំទាស់លោកប្រធានសូមជួយលោកតំណាងសាភិញ្ញាសូមជួយសហប្រញ្ញាដោយមូលដ្ឋានដោយដែលខ្ញុំជំទាស់ខាងដើមគឺថាការយោងដោយសពិចសពិលទៅរកទស្សនៈរបស់អ្នកជំនាញផ្សេងទៀតដោយមិនបានយោងទៅរកប្រភពជាក់លាក់ដែលមានសហប្រយោជន៍ហើយมันអាចនឹងបានផុសតាំងល្អសម្រាប់សាលាដំបងទេបើសិនបើមេធាវីការពារយោងទៅរកសំណេររបស់ Philip Short គឺសូមបង្ហាញឯកសារជាក់លាក់ហើយឯកសារនៅក្នុងបញ្ជីឬក៏នៅក្នុងកន្លែងណាហើយយើងមិនអាចឲ្យមេធាវីសង្ខេបមតិយោបល់របស់អ្នកផ្សេងទៀតដើម្បីឲ្យអ្នកជំនាញរូបនេះឆ្លើយបញ្ជាក់នោះទេបាទមេធាវីលោកប្រធានយើងកំពុងតែសួរអ្នកជំនាញគឺគាត់ជាអ្នកដែលបានដឹងអំពីព័ត៌មានជាច្រើនពាក់ព័ន្ធទៅនឹងអង្គហេតុហើយគាត់បានបញ្ជាក់ហើយថាតាំងពីគាត់មកផ្ដល់សក្ខីកម្មនេះថាគាត់ទទួលបានព័ត៌មានជួនកាលទៅវាមានលក្ខណៈផ្ទុយថាអាចមានព័ត៌មានផ្ទុយគ្នាពាក់ព័ន្ធទៅនឹងរឿងហេតុណាមួយ
ដូច្នេះខ្ញុំអាចផ្ដល់សភៅរបស់លោក Philip Short នេះបានក៏ប៉ុន្តែដើម្បីឲ្យមានភាពងាយស្រួលនោះខ្ញុំគ្រាន់តែសួរគាត់ថាតើគាត់ដឹងអំពីទ្រឹស្ដីផ្សេងទៀតធ្វើអញ្ចឹងទៅដើម្បីឲ្យយើងអាចទៅឈានទៅមុខបានលឿនហើយអញ្ចឹងទៅគឺថាខ្ញុំមិនចាំបាច់ថាត្រូវតែផ្ដល់ឯកសារយោងជានិច្ចនោះទេព្រោះគាត់ក៏គាត់បានដឹងច្បាស់ហើយពីសភៅរបស់លោក Philip Short នេះទោះបីជាយ៉ាងកណាក៏ដោយនៅក្នុង Interface គឺឯកសារលេខ E3/9 ហើយជាភាសាបារាំង00639,458 អង់គ្លេស00371សំទោស61,999ជាភាសាខ្មែរ0070សូមលោកប្រធានសូមឲ្យមេធាវីគាត់អានជាភាសាខ្មែរម្ដងទៀត porte le titre ហើយឯកសារនេះមានចំណងជើងថាប្រវត្តិនៃសបុនអាក្រក់របស់ប៉ុល ពតខ្ញុំសូមអានជាភាសាអង់គ្លេសពីព្រោះថាសភៅនេះសរសេរជាភាសាអង់គ្លេសលោកអានលេខ AN ជាភាសាខ្មែរឡើងវិញពីព្រោះគ្មានការបកប្រែទេព្រោះអ្នកបកប្រែស្ដាប់លោកមានប្រសាសន៍មិនទាន់ទេ Bien sûr បាទសូមអរគុណលោកប្រធានអានជាភាសាខ្មែរ0075581ខ្ញុំសូមដកស្រង់ នៅដើមឆ្នាំ1974នៅពេលដែលសេចក្តីសម្រេចត្រូវបានធ្វើឡើងដើម្បីជម្លៀសទីក្រុងភ្នំពេញ Monsieur លោក Chandler តើលោកបានដឹងអំពីអតិភិបនៃការបរិច្ឆេទផ្សេងខុសពីអ្វីដែលលោកបានជម្រាបនេះដែរទេហើយលោកគិតយ៉ាងម៉េចដែរចំពោះការបរិច្ឆេទខុសគ្នានេះចម្លើយសូមអរគុណខ្ញុំបានអានសភៅនេះខ្ញុំអានទំព័រនេះប្រហែល6ឆ្នាំមុនខ្ញុំដឹងច្បាស់ថាគឺថាមានបញ្ហាមួយចំនួនខ្ញុំសូមឲ្យប្រកាសថាខ្ញុំបានឃើញសេចក្តីយោងក្នុងគោលបំណងនោះដែលនិយាយអំពីឆ្នាំ74 75ដែលនិយាយពីសេចក្តីសម្រេចដែលបានធ្វើឡើងនឹងហើយខ្ញុំត្រូវការមើលលេខយោងទំព័រហើយដើម្បីឆ្លើយសំណួរនេះហើយគឺថាអាចនឹងឆ្លើយបានច្បាស់ជាងនេះសំណួរនេះតាមដែលខ្ញុំដឹងគឺថាមានទស្សនៈខុសគ្នាហើយខ្ញុំដឹងថា short នឹងគាត់និយាយជាទូទៅគឺអញ្ចឹងមែនជាពិសេសចំណុចនេះដែលលើកឡើងនឹងគឺថាវាមានភាពខុសគ្នាអញ្ចឹងមែនពីការបច្ឆេទនោះ មេធាវីឥឡូវនេះខ្ញុំចង់សួរលោកអំពីការជំនះប្រជាជនចេញពីទីក្រុងភ្នំពេញបើតាមចំណេះដឹងរបស់លោកពីព្រោះថានៅក្នុងសក្ខីកម្មរបស់លោកនោះលោកបាននិយាយអំពីការជំលះដែលបានគិតទុកមុនឆ្នាំ1975ហើយការជំលះនេះបង្កឲ្យមានការបាត់បង់យ៉ាងធ្ងន់ធ្ងរបើតាមទស្សនៈរបស់លោកផ្ទាល់ការជំលះមុនឆ្នាំ75នោះតើវាជាការប្រាប់ដំណឹងឲ្យមុនច្បាស់អំពីលទ្ធភាពនៃវិធានការនេះដែរឬទេ
Okay. ចម្លើយផ្នែកមួយនៃសំណួររបស់លោកគឺថាมันមានមធ្យោបាយមួយដែលថាមានភាពធ្ងន់ធ្ងរដែលថាទំហំនោះគឺថាជំលះតូចទេនៅក្នុងឧដុង្គនិងក៏ខេត្តក្រចេះនោះប៉ុន្តែភ្នំពេញវាធំជាងប៉ុន្តែឯកសារសម្ភារតកតងទៅនឹងការចាត់ធានការលើអ្នកទាំងនោះជាផ្នែកមួយនៃនយោបាយទូលំទូលាយខ្ញុំមិនអាចនិយាយបានទេប៉ុន្តែខ្ញុំយល់ថាចំណុចនៃការសម្ភារជំលះមុនឆ្នាំ1975នេះគឺតាមទម្លាប់មួយគឺថាมันជាការឈ្លានពានកងកម្លាំងចូលទៅក្នុងចូលយកទីក្រុងទាំងនោះគឺឧដុង្គនឹងក្រចេះដើម្បីឲ្យប្រជាជនចេញទៅធ្វើអ្វីតាមការងាររបស់ប្រជាជនឧដុង្គគឺត្រូវបានគេដកចេញគឺដើម្បីកុំឲ្យរបបលន់នល់កាន់កាប់ឬក៏មានធនធានមនុស្សនៅទីនោះចំពោះនៅខេត្តក្រចេះខ្ញុំមិនដឹងច្បាស់ពុស្ដាទេប៉ុន្តែហើយមានការអន្តរាយធ្ងន់ដូចនៅឧដុង្គទេពីព្រោះឧដុង្គគេតំបន់ដែលមានសង្គ្រាមប៉ុន្តែក្រចេះមិនមានសង្គ្រាមទេពេលដែលគេជំលះដកប្រជាជនចេញនោះបើសិនជាខ្ញុំយល់ចម្លើយរបស់លោកច្បាស់នោះគឺថាចំពោះឧដុង្គគឺជាជំហានមួយនៃការដណ្ដើមអំណាចតើអញ្ចឹងមែនទេគឺជាការឈានទៅរកការដណ្ដើមយកអំណាចទាំងស្រុងនោះចម្លើយបាទគឺថាអ្វីដែលគេធ្វើឡើងហ្នឹងគឺសង្គ្រាមស៊ីវិលគឺដើម្បីក្តោបក្តាប់យកអំណាចគឺពិតចឹងមេធាវីក្នុងសភៅជីវប្រវត្តិប៉ុលពតដែលជាសភៅរបស់លោកនោះខ្ញុំនឹងផ្ដល់លេខទំព័រព្រោះខ្ញុំត្រូវយោងទៅលើឯកសារនេះគឺលេខទំព័រ60ឯកសារគឺលេខ E3/17 EN ជាភាសាអង់គ្លេស003 92 974ជាភាសាខ្មែរ008 217 24ក្នុងសភៅនោះលោកបានសរសេរថានៅដើមឆ្នាំ60ជនជាតិវៀតណាមគឺណែនាំឲ្យមេដឹកនាំកម្ពុជាតស៊ូបន្តការតស៊ូខាងផ្នែកនយោបាយតើលោកអាចពន្យល់បានទេថាតើការតស៊ូនយោបាយនេះវាមានន័យយ៉ាងម៉េចដែរដែលជាការសម្លាប់ខ្លួនឯងទៅវិញនោះការតស៊ូនយោបាយជាការសម្លាប់ខ្លួនឯងចម្លើយការបន្តតស៊ូនយោបាយនោះគឺមិនមែនជាការអត្តឃាតខ្លួនឯងទេគឺដោយសារថាកុម្មុយនីសខ្មែរមិនអាចមានប្រដាប់អាវុធបានទេបើសិនមិនមានការបង្ក្រាបនោះនេះហើយគឺឲ្យគេនៅស្ងៀមឬក៏គេបះបោរទទួលការសម្លាប់នេះគឺថាឯកសារឆ្ងល់បង្ហាញថាខ្មែរក្រហមនិយាយច្រើនគឺថាអ្វីដែលគេចង់បានអ្វីដែលវៀតណាមចង់បាននៅក្នុងកម្ពុជាដំណាក់កាលនេះគឺការតស៊ូនយោបាយត្រូវតែធ្វើឡើងដើម្បីប្រឆាំងសម្ដេចសីហនុប៉ុន្តែมันអាចធ្វើអ្វីបានដើម្បីរារាំងឬក៏ដើម្បីបង្ក្រាបអំពីសម្ព័ន្ធមិត្តរបស់សម្ដេចសីហនុជាមួយវៀតណាមទេអានេះគឺវាអាចធ្វើឲ្យចុះខ្សោយនៅអ្វីដែលកើតឡើងនៅក្នុងឆ្នាំ1960ឬក៏70នៅពេលខ្មែរក្រហមកាន់ប្រដាប់អាវុធប្រឆាំងនឹងរបបសម្ដេចសីហនុមុនរដ្ឋប្រហារនោះហើយពួកគេធ្វើការក្រោមការណែនាំរបស់ប៉ុលពតរបស់វៀតណាមហើយគេយល់ថាវៀតណាមជាអ្នកក្បត់គោលនយោបាយរបស់គេហើយវៀតណាមគេមិនចង់ឲ្យគេខ្មែរក្រហមតស៊ូប្រដាប់អាវុធជាមួយសម្ដេចសីហនុទេព្រោះអាចជាអត្តឃាតខ្លួនឯងដូច្នេះហើយចលនាខ្មែរក្រហមគឺថាជ្រើសរើសយកជំរឿសដើម្បីតស៊ូខ្លួនឯងដើម្បីតទល់នឹងការបំពេញមកលើក្រុមខ្លួននោះមេធាវីសូមអរគុណច្រើនលោក Chandler លោកប្រធានខ្ញុំអស់សំណួរហើយ
អរគុណច្រើនឥឡូវនេះកិច្ចពិភាក្សានេះដល់ចំពោះលោកអ្នកជំនាញឃើញថាដល់ទីបញ្ចប់ហើយលោកសាស្ត្រាចារ្យ David Taylor ក្នុងនាមខ្ញុំក្នុងនាមអង្គជំរះទៅលើដំបូងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមនិងផ្ដល់សកម្មភាពក្នុងនាមជាអ្នកជំនាញនៅក្នុងកិច្ចដំណើរការសកម្មភាពពិភាក្សាដេញដោលក្នុងរយៈពេល6ថ្ងៃកន្លងមកនេះសកម្មភាពរបស់លោកនឹងអាចរួមវិកទានក្នុងការលាតត្រដាងស្វែងរកការពិតនៃរឿងក្តីនេះហើយសូមលោកជួបតែតំណាងល្អនិងធ្វើដំណើរប្រកបវិលវិញប្រកបដោយសុវត្ថិភាពមន្ត្រីរដ្ឋបាលតុលាការសម្របសម្រួលជាមួយនឹងអង្គភាពគាំពៀសក្តិអ្នកជំនាញរៀបចំការវិលត្រឡប់របស់លោកអ្នកជំនាញផងបាទសូមអញ្ជើញលោកអ្នកជំនាញអ្នកជំនាញដោយសង្ខេបលោកប្រធានសូមអរគុណចំពោះមតិទាំងឡាយខ្ញុំសូមជម្រាបថាហើយនេះជាឱកាសដ៏ល្អបំផុតសម្រាប់ខ្ញុំសង្ឃឹមថាខ្ញុំបានឆ្លើយបានល្អខ្ញុំចង់ឲ្យតុលាការកត់ត្រាតុលាការខ្ញុំសូមអំណរគុណចំពោះអង្គជំនុំជម្រះដែលបានអញ្ជើញខ្ញុំហើយសូមកោតសរសើរចំពោះបុគ្គលិកដែលគ្រប់គ្រងរបស់សាលាក្តីដែលជួយខ្ញុំជាច្រើនក្នុងការរៀបចំធ្វើដំណើរផ្សេងហើយសូមទីបំផុតនឹងខ្ញុំសូមអរគុណចំពោះមេធាវីការពារហើយសហប្រញ្ញានឹងដើមដឹងរដ្ឋបវេនីដែលបានធ្វើការយ៉ាងខ្លាំងដើម្បីសួរសំណួរដ៏សំខាន់ហើយតកតងទៅប្រវត្តិសាស្ត្រនោះគឺជាសំណួរដ៏មានសារៈប្រយោជន៍ដើម្បីបញ្ចប់ឲ្យខ្ញុំសូមសម្ដែងនៅអំណរគុណចំពោះប្រជាជនអ្នកទាំងអស់ដែលបានធ្វើការជាមួយខ្ញុំចំនួន3ថ្ងៃកន្លះនេះខ្ញុំរីករាយសូមអរគុណជាពេលវេលាដែលខ្ញុំរីករាយក្នុងការធ្វើការងារសូមអរគុណបាទឥឡូវនេះដល់ពេលសំលមសម្រាប់ផងអង្គជំរះប្រកាសសម្រាប់ត្រឹមនេះរហូតដល់ម៉ោង 1:30 នាទីរសៀលថ្ងៃនេះដើម្បីពិសាថ្ងៃត្រង់ហើយសូមជម្រាបភាគីនិងសាធារណជនថានៅរសៀលនេះចាប់ពីម៉ោង 1:30 នាទីអង្គជំរះនឹងបន្តស្ដាប់សកម្មសាកសីដែលមានរហស្សនាម TCW 564ដែលអង្គជំរះបានអញ្ជើញគាត់មកត្រៀមបំរុងទុករួចហើយសូមជ័យលោកមេធាវីជាស្ប៉ាសូមអរគុណលោកប្រធានហើយកូនក្តីរបស់ខ្ញុំលោកនួនជាសូមអនុញ្ញាតទៅតាមដានសវនកម្មពីបន្ទប់ខាងក្រោមនេះហើយគាត់មានបញ្ហាក្នុងការផ្ចង់អារម្មណ៍ហើយមានការឈឺក្បាលហើយនឹងឈឺខ្នងផងដែរសូមអនុញ្ញាតតុលាការដើម្បីយើងខ្ញុំនឹងដាក់លិខិតបោះបង់សិទ្ធិជូនអង្គតុលាការហើយសូមអនុញ្ញាតឲ្យគាត់បានទៅតាមដានល្ងាចនេះពីសាលខាងក្រោមបាទស្ដាប់សំណើសុំរបស់ជនជាប់ចោតនួនជាដែលបានធ្វើឡើងតាមរយៈមេធាវីការពីក្តីប្រកបសំណើសុំទៅតាមដានកិច្ចដំណើរការសកម្មភាពពីចម្ងាយតាមរយៈប្រព័ន្ធសោតទស្សន៍សម្រាប់រយៈពេលដំណើរការសកម្មភាពពេញមួយរសៀលនេះដោយមូលហេតុមានអាការៈឈឺក្បាលឈឺខ្នងហើយនឹងថមថយនៅលទ្ធភាពចង់អារម្មណ៍ក្នុងការតាមដានកិច្ចដំណើរការហើយក្រុមមេធាវីការពីក្តីសន្យាថាខ្លួននឹងប្រគល់មកឲ្យអង្គជំរះភ្លាមនៅលិខិតលះបង់សិទ្ធិចូលរួមសកម្មភាពដោយផ្ទាល់ក្នុងបន្ទប់សកម្មភាពរបស់ជនជាប់ចោតអង្គជំរះយល់ឃើញថាលោកនួនជាបានលះបង់សិទ្ធិចូលរួមក្នុងកិច្ចដំណើរការសកម្មភាពដោយផ្ទាល់ក្នុងបន្ទប់សកម្មភាពនេះដោយតែគាត់អាចតាមដានកិច្ចដំណើរការសកម្មភាពពីចម្ងាយពីបន្ទប់ឃុំខ្លួនមួយស្ថិតនៅក្រោមសាលសកម្មភាពនេះតាមរយៈប្រព័ន្ធសោតទស្សន៍អង្គជំរះសម្រាប់យល់ព្រមតាមដំណើរសុំរបស់ជនជាប់ចោតនួនជាដែលបានធ្វើឡើងតាមរយៈមេធាវីការពីក្តីរបស់គាត់សូមទៅបន្តតាមដានកិច្ចដំណើរការសកម្មភាពពីចម្ងាយតាមរយៈឧបករណ៍សោតទស្សន៍សម្រាប់រយៈពេលកិច្ចដំណើរការសកម្មភាពទៅពេញមួយរសៀលនេះដែលគាត់លះបង់សិទ្ធិចូលរួមផ្ទាល់ក្នុងកិច្ចដំណើរការសកម្មភាពនៅក្នុងបន្ទប់សកម្មភាពនេះអង្គជំរះតម្រូវឲ្យក្រុមមេធាវីការពីក្តីលោកនួនជាប្រគល់មកអង្គជំរះភ្លាមនៅពាក្យសុំលះបង់សិទ្ធិចូលរួមសកម្មភាពដោយផ្ទាល់ក្នុងបន្ទប់សកម្មភាពដោយចុះហត្ថលេខាឬផ្ដល់ថ្នាំរៀមដៃជាក់ច្បាស់ពីជនជាប់ចោតនួនជាប្រកបឲ្យបុគ្គលិកផ្នែកសោតទស្សន៍ជាប់ប្រព័ន្ធសោតទស្សន៍សម្រាប់ជនជាប់ចោតរូបនេះអាចតាមដានកិច្ចដំណើរការសកម្មភាពពីចម្ងាយពីបន្ទប់ឃុំខ្លួនខាងក្រោមក្នុងរយៈពេលកិច្ចដំណើរការសកម្មភាពនៅរសៀលនេះ
ហើយប្រកបឲ្យអនុរិយទីឃុំឃាំងនាំខ្លួនជនជាប់ចោតទាំងពីររូបនួនជានិងខៀវសំផនទៅកាន់បន្ទប់ឃុំខ្លួនខាងក្រោមសាលសកម្មការនេះដោយនៅរសៀលនេះទុកឲ្យលោកនួនជានៅក្នុងបន្ទប់ដែលរៀបចំទុកជាស្រេចនៅឧបករណ៍សោទស្សន៍សម្រាប់គាត់អាចចូលរួមតាមដានកិច្ចដំណើរការសកម្មការពីចម្ងាយដែលឡែកលោកខៀវសំផនឲ្យនាំខ្លួនគាត់មកកាន់សាលសកម្មការនេះវិញនៅរសៀលនេះឲ្យបានមុនម៉ោង 1:30 នាទីសម្រាប់ចុះ សូមអញ្ជើញក្រងចោ